យើងបន្តមកបាឆាតក្នុងបាឆាតរបស់យើងខ្ញុំបបែកវាតូចចេះឲ្យអឺសំណួរទី5ទី1ទី7ទី8ទី9 10និងទី11ហើយយើងធ្វើបាឆាតបាទនេះហើយលទ្ធផលដែលយើងបានដូចលោកគ្រូបានប្រាប់អញ្ចឹងបើយើងដាក់ក្នុង PowerPoint យើងទាមទារបញ្យលខ្លីៗមករឿងទី1រឿងទី2បើសិនជាយើងចង់ដាក់វាក្នុង Microsoft Word ហើយយើងចង់ឲ្យបកស្រាយពេញលេញក៏ល្អដែរអញ្ចឹងថ្ងៃនេះជា homework assignment ទី1ដែលត្រូវមានបន្ទុកសម្រាប់ assignment ជាក្រុមទៅវិញធ្វើឲ្យរួចបាទបកស្រាយវាមិនគឺខ្ញុំមិនបញ្យល់ព្រោះនៅក្នុងវីដេអូហ្នឹងហើយយើងចាំមើលលទ្ធភាពពួកយើងដែលបញ្យល់បន្ថែមតើការស្វែងយល់របស់យើងដល់កម្រិតណាអញ្ចឹងយើងបកជាភាសាខ្មែរឬក៏ភាសាអង់គ្លេសអត់បញ្ហាទេបាទនេះក្នុងការបកស្រាយទិន្នន័យហ្នឹងអញ្ចឹងនៅក្នុងនេះខ្ញុំទៅកន្លែង education បាទនេះខាង education របស់យើងដោយសារយើងមានដាក់មាន17ហ៎មែនទេសញ្ញាបត្រនឹងអីនេះ7 category អញ្ចឹងខ្ញុំចូល graph chart builder ហើយខ្ញុំ reset នេះចោលអញ្ចឹងខ្ញុំយក bar chart នេះអញ្ចឹងខ្ញុំយក simple bar chart ទេអញ្ចឹងខ្ញុំយក education ចូលនេះអញ្ចឹងខ្ញុំដាក់មកមានប៉ុណ្នេះអញ្ចឹងយើងឃើញហើយកម្រិតគឺយើងមើលទៅមានខ្ពស់ទៀតខ្ពស់បាទណាអញ្ចឹងយើងពិបាកអានណាប៉ុន្តែដូចខ្ញុំបាននិយាយថាបាឆាតនិយមន័យរបស់វាគឺជាបង្គោលឈរបាទទាំងឡាយណាដែលមានគម្លាតស្មើគ្នានេះបានន័យថាគម្លាតអាបង្គោលហ្នឹងគឺវាប៉ុនគ្នាទាំងអស់តើណាប៉ុន្តែខ្ពស់គឺអាស្រ័យទៅលើ frequency ចំនួនហើយវាមានចន្លោះពីបង្គោលមួយទៅបង្គោលមួយស្មើគ្នាជានិយមន័យហ្មងបាទណានេះឃើញប្រឡោះវាពីបង្គោលមួយទៅបង្គោលមួយស្មើគ្នាប៉ុន្តែនៅពេលដែលយើងបានមកស្រាប់តែយើងឃើញអានេះទាបអានេះខ្ពស់នេះខ្ពស់យើងពិបាកយើងអាច arrange ឲ្យវាអាណាខ្ពស់មកមុនគៀកគ្នាមកស្រួលយើងបញ្យល់បាទណាអញ្ចឹងយើងដាក់បក click រួចហើយយើង right click មកយើងយកចំនួន frequency យើង select មកហើយយើងដាក់ភាគរយចូលដាក់វាអញ្ចឹងសិនបាទណានេះបាទអញ្ចឹងខ្ញុំចង់ឲ្យបកគោលហ្នឹងវាអាណាដែលវាខ្ពស់មុនក៏មកមានទៀបដេញមកក្រោយអញ្ចឹងខ្ញុំដាក់បក click ខ្ញុំយកកន្លែងនេះកាលណាដាក់បក click មកវាចេញកន្លែងនេះកន្លែង short value ខ្ញុំយក statistic បាទនេះហើយខ្ញុំយក descending នេះខ្ញុំ apply មកឃើញទេអញ្ចឹង bachelor ខ្ពស់ high school បាទ certificate high school below high school other ក្នុងនោះមាន PhD 2នាក់គាត់រៀនបណ្ឌិតបាទណានេះហើយបើសិនជាយើងចង់បានអាតារាងហ្នឹងមួយទៀតបើយើងចង់ឲ្យវាតារាងហ្នឹងរត់មកខាងលើនេះអាស្រ័យលើយើងឯងជាជំរឿសឯងបើយើងចង់បានស្អាតជាងហ្នឹងគឺប្រហែលជាយើងប្រើ transpose បាទនេះយើងដាក់បក click មកយើងប្រើ transpose បាទនេះ transpose chart ឃើញទេអញ្ចឹងឡើងខ្ពស់ទៅទៀបហើយបើយើងចង់បានត្រឡប់អានេះមកនេះក៏បានដែរបាទនេះអាស្រ័យលើយើងអ្នករៀបឯងបាទណាអញ្ចឹងខ្ញុំចូលចិត្តផ្នែកនេះបានន័យថាភាគច្រើនអ្នករៀន Bachelor Degree ច្រើនប៉ុន្តែផ្ទុយទៅវិញគឺអ្នកដែលរៀនបណ្ឌិតបានតិចទេនៅខាងលើបាទណាហើយអានេះគឺយើងដូរមកយើងដាក់បក click លើវាយើងដូរកន្លែង count នេះបាទយើងដាក់ frequency ណានៅក្នុងស្ថិតិគឺគេយក frequency គេមិនយក count នៅចំនួន frequency ចំនួនរាប់នេះគឺសំណួរទី3ពាក់ព័ន្ធនឹង education level យើងរក្សាទុកទៅហើយអានេះយើងលេងប្រើហើយអញ្ចឹងចុច delete បាទទេហើយក្នុងករណីយើងចង់បានអាមួយណាដែលពណ៌យើងចាប់អារម្មណ៍
dương con tay select lưu việt ở mũi tới double click nó đồ po vào này đấy cả lấy po nó nhưng trong tiền trên mặt vào lắm nhưng đạo bị mũi nhưng mắt đấy nhưng ai đi co vía bàn hãy bật máu anh ấy cứ chia bà chả đấy chứ trong trường hợp mà quên á dương miền lát tập khó bỏ dương vô việc đặt choក្នុងnày mùi máu chốt bên này nhằm copy image chẳng hạn như dân đặt educationលើបានហើយយើងអាចបំបែកផ្នែកតូចខាងនេះបញ្យលបាទទេបញ្យលអក្សរនេះបែកវាចឹងមកបញ្យលដល់នេះបញ្យលខ្លីៗបាទអត់ចាំបាច់វែងទេណាបាទទេយល់មិនឲ្យចំណុចដែលយើងអាចបញ្យលពាក្យថាបញ្យលនៅពេលដែលយើងធ្វើបទបង្ហាញគឺយើងបញ្យលប្រាប់គេត្រូវចាំខ្ញុំបញ្យលប្រាប់យើងថាអ្វីដែលជាតួលេខខ្ពស់គឺយើងនិយាយមុនភាគរយដែលច្រើនគឺយើងនិយាយមុនគេបាទទេចំនួន frequency ហ្នឹងអញ្ចឹងយើងត្រឡប់មកវិញថាប្រសិនបើ frequency ហ្នឹងបានមកមក33ពី63ហ្នឹងបានមិនវាបានអញ្ចឹងមែនទេយើងមិនមានរូបមន្តយកចំនួន113ចែកអាសរុបមកនេះ PhD 2នេះអានេះ3នេះអានេះ17នេះ52នេះ68 86បូកបាននេះថែមទៀតជា frequency សរុបហើយគុណនឹង100ចេញប៉ុណ្នេះបាទណាអញ្ចឹងដល់ពេលប្រឡងគឺខ្ញុំដាក់តែ graph ក្នុងមួយទេបញ្យល graph បកស្រាយនឹងបញ្យលអញ្ចឹងត្រូវបង្ហាញរូបមន្តការគណនានៅហ្នឹងបាទណាបាទបង្ហាញមកគណនាមកដឹងហើយអញ្ចឹងនឹងជា education level ហើយជារួមគឺក្នុងការបកស្រាយគេតែងតែបង្ហាញយើងថាឲ្យយើងដាក់រូបភាពខាងក្រោមនេះរូបភាពទី2បានន័យថាវាជាបាឆាតបាទហើយយើងដាក់មកនេះគឺ education បាទនេះដល់ខាងលើនេះរូបភាពទី1យើងនិយាយពីអីដែលយើងបានដាក់ដំបូងនេះ figure 1បាទយើងនិយាយអំពី histogram បាទហើយយើងយកវាជា age ធៀបជាមួយនឹង gender នេះយើងបញ្ជាក់ប្រាប់គេបាទខាងលើនេះជាចំណងជើងដែលយើងធៀបអាយុធៀបជាមួយនឹង age versus gender យ៉ាងមកនេះអញ្ចឹង slide យើងអាច customize ខ្លួនឯងណាកែប្រែអីមិនកែប្រែទៅបាទអញ្ចឹងយើងផ្នែកហ្នឹងហើយផ្នែកបន្ទាប់ទៀតគឺសំណួរទី10ដល់ទី6ទី7រហូតដល់ទី11ធ្វើដូចគ្នាទេអញ្ចឹងខ្ញុំបង្ហាញណាគឺបង្ហាញតែមួយទៀតទេអញ្ចឹងសំណួរទី10ដល់សំណួរទី5ទី4យើងអត់ធ្វើទេយើងធ្វើទី5ដោយសារទី5យើងកាត់ទឹកករាយវា5ចំណាត់ថ្នាក់នេះចង់ដឹងថាសំណួរដែលយើងសួរតើគាត់យល់ដឹងអំពីផលប៉ះពាល់នៃផ្លាស្ទិកហ្នឹងមានបញ្ហាខ្លះអញ្ចឹងយើង scale របស់យើងចង់ដឹងថាពីគាត់អត់ដឹងរហូតដល់គាត់បានឃើញជារឿយអញ្ចឹងខ្ញុំចូល graph ដដែលហើយខ្ញុំ reset ចេញខ្ញុំយក histogram ដដែលហើយយក bar chart ដដែលសុំទោសនេះចាប់ simple bar chart មកអញ្ចឹងខ្ញុំយកសំណួរទី5ចាប់ចូលនេះណាអូខេនេះចេញមកណាអញ្ចឹងអានេះដើម្បីរក្សា scale របស់យើងគឺពី never រហូតដល់ប៉ុណ្នេះកុំដូរវាកុំ transpose វាទៅវិញចឹងចោះបាទណាពីព្រោះយើងពី1គឺពី never sin រហូតដល់ very frequency ហើយសំណួររបស់យើងគឺនៅក្នុងនេះស្រាប់ហើយយើងគ្រាន់តែ double click យើងចង់បានយើង right click មក
យើង show label ហើយយើងរកភាគរយនេះអត់ទេហើយខាងនេះយើងដាក់ frequency ដូរវាមកកន្លែង count ណាឲ្យតែពាក្យ count គឺយើងដាក់ frequency មកនេះសំណួរខាងលើនេះលុបចោលអត់ឲ្យប្រើទេខាងក្រោមនេះបញ្ជាក់ឲ្យអត់ទេខាងក្រោមនេះគឺសំណួរមានស្រាប់ហើយយើង copy មកយើងផាសមកនេះបន្តអញ្ចឹងដល់សំណួរទី11ធ្វើអញ្ចឹងដូចគ្នាដែលអញ្ចឹងអត់ទេហើយដាក់រូបភាពមករូបភាពទីប្រមាណអានេះយើងសម្រាប់យើងបកស្រាយខ្លីៗនៅនេះបានហើយមិនបាច់ថែមអីទៀតទេហើយរូបយ៉ាងហ្នឹងចង់បានទូជាងហ្នឹងដើម្បីយក space នេះអាចចាស់ហើយអត់ទេចឹងនៅក្នុងនេះយើងមើលថាលទ្ធផលដែលយើងមានក្នុងចំណោម336នាក់ក្នុងនោះយើងឃើញថាពួកគាត់ជាទូទៅគឺបានឃើញជាញឹកញាប់នេះ frequency sin ណាអាផលប៉ះពាល់ plastic បណ្ដាលឲ្យមានទឹកជំនន់បាទហើយនឹងលេចនៅក្នុងតំបន់ពួកគាត់រស់នៅហ្នឹងអញ្ចឹងគឺគាត់បានឃើញច្រើនដងបងណាមានរហូតដល់116នាក់ក្នុងចំណោម336នាក់មាន116នាក់ដែលស្មើនឹង34ពី52%ដល់បានឃើញទឹកលិចជាប្រចាំអត់ទេនេះអញ្ចឹងតំបន់ដែលពួកគាត់រស់នៅមានតែ19នាក់ទេដែលកម្រឃើញហើយនឹងមិនដែលឃើញនឹងយើងទៅសម្ភាសនៅណាយើងមិនដឹងណានៅពេញជៀសវាងប៉ុណ្ណឹងហើយសំណួរនេះគឺជាភាសាអង់គ្លេសទេអត់បកចេញបានទេដោយសារវាជាប់អញ្ចឹងណាអញ្ចឹងយើងអត់ចាំបាច់នេះទេគឺយើងព្យាយាមបញ្យល់ជាភាសាខ្មែរដល់ខ្លួនឯងឬក៏យើងថាខ្ញុំចង់យកសំណួរទី5ជាភាសាខ្មែរដាក់លើនេះអូខេតើនេះយើងដាក់ Q file ហើយបន្ទាប់មក copy អាសំណួរដែលភាសាខ្មែរដែលយើងមានហ្នឹងដាក់ចូលនឹងមកអត់ទេនេះអញ្ចឹងបន្ទាប់មកសំណួរទី6ធ្វើអញ្ចឹងដូចគ្នាអញ្ចឹងនេះសំណួរទី6ដាក់អញ្ចឹងចូលរហូតមកប៉ុន្តែសំណួរទី10យើងមើលទិន្នន័យរបស់យើងចែកពីទី10ហ្នឹងរហូតដល់មាន10សំណួរផ្សេងតូចទៀត 10.1 10.2 10.10 អញ្ចឹងទិន្នន័យរបស់យើងកន្លែងនេះ10សំណួរទី10នេះកន្លែងនេះគឺកន្លែងចោលដោយសារអីវាមានអាតូចនៅនេះបាទណាអាតូចនៅនេះអញ្ចឹងអានេះវាស្មុគស្មាញបន្តិចសំណួរទី10នេះគេឲ្យឈ្មោះថាជាសំណួរមួយដែលជា multiple rating scale មានការជ្រើសរើសសំណួរអាចលើសពី2បាទណាចម្លើយអាចលើសពី2អញ្ចឹងយើងវិភាគរៀងស្មុគស្មាញបន្តិចមើលសំណួរទី10ហ្នឹងយ៉ាប់ចេះធ្វើបាទណាអញ្ចឹងក្នុងសំណួរទី10បើយើងត្រឡប់មកនេះគេសួរយើងថាម៉េចនេះខ្ញុំ copy អានេះចេញមកក្នុង PowerPoint ខ្ញុំបង្ហាញយើងបន្តិចសំណួរទី10 question 10បាទតិចមកដល់កន្លែងហ្នឹងភ្លេចធ្វើអា6 7មកដល់ហ្នឹង10ដែរមែនទេណាគេថា what kind of plastic currently used at home school or temple ដោយសារយើងមានសភាលោកយើងសភាសិស្សតាមសាលានិង household នៅតាមផ្ទះនិងអ្នកលក់ដូរអីជាដើមអញ្ចឹងប្រភេទទាំងអស់ហ្នឹងវាអាចមានច្រើនលើសពីអ្វីដែលយើងបានកំណត់នៅក្នុងហ្នឹងនៅក្នុងសំណួររបស់យើងអញ្ចឹងយើងបំបែកសំណួររបស់យើងទូចទេក្នុងនោះមាន 10.1 នេះដែលយើងដាក់មាន plastic ប្រភេទអីហើយគាត់ជ្រើសរើសយកប្រភេទណាខ្លះដែលយើងបានកាត់ពីក្រៅនៅក្នុង questionnaire របស់យើងណាអញ្ចឹងអានេះយើងនឹងចាប់ដើម code វាបាទតើយើង code មិនដើម្បីបាន frequency នេះបាទនេះដើម្បីយើងងាយរកអាហ្នឹងអញ្ចឹងឡើយនេះយើងស្មុគស្មាញបន្តិចខ្ញុំ post វីដេអូនេះបន្តិចសិនវាវែងអញ្ចឹងសំណួររបស់យើងគឺសំណួរទី10និងទី11ហើយសំណួរណាទាំងឡាយណាដែលមានចម្លើយលើសពី2ជា multiple response card គឺយើង define វានេះឃើញទេ define អញ្ចឹងខ្ញុំ define ខ្ញុំដាក់សំណួរទាំងទី10របស់យើងបាន
miền bàn này dương miền đọc chọi muối đọc này miền đấy thì đọc nó cứ lèn mò mờ đấy sầm nua thì đọc vào dương cứ miền tê nó không đấy cứ chú này sầm nua thì đọc cứ dương bay về châu tê còn làm miền chia sầm nua thì đọc bàn tay dương bay tôi tiền miền đọc sầm nua tôi xây tiền chẳng nhom châu cái này dương châu multiple response scale nhom đã sầm nua thì muối chọi muối đọc chọi muối rồi đọc chọi đọc châu nàyอันนี้โจจังlàនេះគឺយើងត្រូវឲ្យឈ្មោះបានន័យថាយើងដាក់ Q10 បាទ Q10 merge យើងដាក់មិនដែរឲ្យតែយើងចាំអញ្ចឹងខ្ញុំដាក់ underscore ឈ្មោះវាអញ្ចឹងអានេះខ្ញុំដាក់វាមកដដែលមកអានេះអត់ចាំបាច់ underscore ទេ space វាចេះបាទនេះហើយអាទាំងអស់នេះយើងអាចcode វាបាទយើង code យើង count value នេះយើងមានសំណួរមួយយើង code 0បានន័យថា0របស់យើងគឺអត់ select ទេអត់យកទេតែយើង code ពីមុន1បានន័យថា select បាទនេះគាត់ខ្ញុំនិយាយបាទយើង add បាទឥឡូវខ្ញុំគិតថា dichotomy scale របស់ខ្ញុំយក count 1ឧទាហរណ៍ខ្ញុំ add សិននេះអញ្ចឹងអាហ្នឹងគឺ1បានន័យថាវា select បាទហើយចុះបើយើងគិតថាយើងយក0បានអត់0ក៏បាន1ក៏បានព្រោះយើង code 2នឹងយកមួយណាក៏បានក្នុងចំណោម2ហ្នឹងហើយខ្ញុំ close វាណាបន្ទាប់មកមិញយើងយកប៉ុន្មានមិញយើងយក1មែនទេយើងយក0អញ្ចឹងកំបាច់ទេប៉ុណ្្នឹងទៅហើយយើង close មកបាទហើយយើងចូលកន្លែង analyze ដដែលយើងមកកន្លែងនេះ response scale បន្ទាប់មកយើងមាន frequency យក frequency អាលេខមិញហ្នឹងនេះរបស់យើងអាសំណួរទី10ហ្នឹងនេះបាញ់វាចូលនេះមកហើយអត់ធ្វើអីទេ click OK នេះអញ្ចឹងចេញ frequency មកនេះសំណួរទាំងអស់មានប្រមាណហើយភាគរយប្រមាណអញ្ចឹងសំណួររបស់យើងនៅក្នុងសំណួរទី 10.1 ទី 10.10 តើយើងមានបាន code ស្អីខ្លះក្នុងកម្មវិធីសំណួររបស់យើងអញ្ចឹងខ្ញុំបិទអានេះបន្តិចបើកវងកញ្ចក់មកវិញកន្លែងដែលយើង select មិញយើងថាលោកគ្រូមិនបានយក1មិនបានយើងហ៊ានយក0នេះដែលយើងបាន code ហើយសំណួររបស់យើងសំណួរទី10គឺយើង code ដែរនេះលេខ1គឺគាត់បានជ្រើសរើសយកថាគាត់មានប្រើ plastic អាមួយទៀតអត់ទេគាត់អត់បានយកទេអញ្ចឹងយើងត្រឡប់មកបន្តិចថាសំណួរទី11ទី10របស់យើងមានអីយើងត្រឡប់មកមើលសំណួរទី10របស់យើងតើមាន code អីខ្លះនេះទី10ហ្នឹងឃើញទេអញ្ចឹងអា10នេះយើងប្រើ 10.1 នេះយើងបាន code ហើយ 10.1 បានន័យថាមាន10 plastic មានថង់ plastic មានកែវ plastic នេះអញ្ចឹងនៅពេលដែលចម្លើយដែលគាត់គូសគឺគាត់បានគូសច្រើនអ្នកខ្លះគូសអានេះផងគូសអានេះផងបាទរហូតដល់គូសអានេះផ្សេងទៀតបញ្ជាក់មកបាទនេះអញ្ចឹងសំណួររបស់យើង10នេះគឺយើងបំបែកពី 10.1 ទៅដល់ 10.10 ដែលយើងកូដលេខ1លេខ2លេខ3លេខ4លេខ5លេខ6 7 8 9 10នេះសំណួររបស់យើងមាន10ហ្នឹងបាទនេះអញ្ចឹងយើងត្រូវដាក់មកសំណួរចុច10កន្លែងនេះគឺយើងបានលទ្ធផលយើងយកលទ្ធផលរបស់យើងដាក់ចូលក្នុង copy វាមក Excel នេះបាទនេះ copy មក Excel មកហើយយើងផាសវាចូលមកហើយយើងដាក់ថែមមកកន្លងទៀតបាទអញ្ចឹងចំនួនរបស់យើងនៅអញ្ចឹងដដែលភាគរយនេះយើងទុកអញ្ចឹងទៅអញ្ចឹងកន្លែងនេះគឺយើងដាក់កូដវាមកនេះកូដមិន Q.1 អីគេ
ដប plastic ហើយបើហ្នឹងយើងអាចទៅសេខ្មែរបានតាពេលនេះយើងដាក់មកបាទដបអីគេ plastic ដប plastic បានន័យថាក្នុងចំណោម236នាក់មានអ្នកគាត់ថាគាត់មានប្រើដប plastic នេះស្មើនឹង17%អីហើយទី2អីគេកែវ plastic សរសេរចូលមក copy អាហ្នឹងចូលមកចាន plastic ទី3ទី4ទី5រហូតដល់ចុងក្រោយអីគេផ្សេងផ្សេងមានប៉ុន្មានអីអញ្ចឹងតារាងហ្នឹងវាជា multiple response scale បានន័យថាចម្លើយគឺយើងបានប្រាប់ឲ្យថាចម្លើយគឺមានច្រើនអញ្ចឹងយើងត្រូវខូដបែបហ្នឹងបាទណាអញ្ចឹងត្រឡប់មកសំណួរផ្សេងទាំងឡាយណាដែលឲ្យគេជ្រើសរើសឡើងលើសពី2គឺយើងប្រើវិធីសាស្ត្រមួយហ្នឹងបាទណាអញ្ចឹង questionnaire របស់យើងគឺយើងយកមកអមអញ្ចឹងមកបាទហើយយើងធ្វើទៅអញ្ចឹងវីដេអូហ្នឹងគឺមានប៉ុណ្ណឹងការងាររបស់យើងគឺធ្វើបញ្ចប់វីដេអូ2ហ្នឹងបាទណាប៉ុន្តែសំណួរគឺដូចខ្ញុំបានលើកហ្នឹងថារបស់យើងទី5ទី6ដល់ទី10និងទី11ទី11នេះគឺក៏ជាសំណួរ multiple response scale ដែរបើយើងមើលតាមនេះណានេះសំណួរទី11នេះ11យើងមានសួរគាត់ថាគាត់បានចូលរួមទេគាត់ថាចាស់ទេអញ្ចឹងអា11នេះយើងអា11សុទ្ធនេះគឺយើងធ្វើបាឆាតមួយមកបន្ទាប់មកយើងគាត់អាចជ្រើសរើសលើសពីអានេះផងឬអានេះផងគាត់ស្គាល់ទៅអា 11.1 11.2 11.3 គឺប្រើ multiple response scale នេះអាលើនេះយើងប្រើធម្មតាទេគ្រាន់តែយើងដាក់វាចូលទៅយើងប្រើក្រាស់មកហើយយើងចាប់យើង reset ទៅយើងយក11នេះសំណួរ11នេះ have you heard នេះបាទណាអញ្ចឹងយើងចាប់មកសំណួរទី11ចាប់វាចូលហើយសួរមកប្រហែលអ្នកឆ្លើយ yes ប្រហែលអ្នកឆ្លើយ no បាទណាប៉ុន្តែដល់ពេលអាសំណួរទី 11.1 11.2 វាជាសំណួរមួយដែលអាចជ្រើសរើសលើសពី2អញ្ចឹងយើងត្រូវប្រើអាក្បួនបាញ់មិញហ្នឹងដែលយើងខូដវានេះចូលសំណួរហ្នឹងមកយើង define វាសំណួរទី11ណាទី11បាទ11.3នេះដាក់វាចូលចឹងមកអញ្ចឹងអានេះយល់ល្អគឺយើង remove សិនដោយសារវាជាប់ធ្វើម្ដងមួយអាហ្នឹងអត់អាចធ្វើជុកត្រួតគ្នាបានទេអញ្ចឹងយើងចូលសំណួរទី11បាទហើយយើងខូដ1បាទបន្ទាប់មកយើងថា Q11 merge នេះទីហោចឹងហើយខ្ញុំ add ចូលហើយ close បន្ទាប់មកយើងចូលកន្លែងហ្នឹងយើងយក frequency មក remove អានឹងចូល click OK មកអញ្ចឹងវាឃើញនេះ 11.1 ស្អីគេ 11.2 អីគេយើងគាត់ណាយកអានឹងមកចូល Excel ទៅហើយយើងដាក់វាតាម sheet មួយណានេះយ៉ាត់ជាន់គ្នាអញ្ចឹង 11.1 គេនិយាយអីគេ 11.1 គឺថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេយកមកវាយចូលមកនេះ add មក column ទៀតមកនេះថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេទី2កម្ពុជាស្អាតអាចធ្វើបាននេះមានអ្នកស្គាល់អានឹង30 130នាក់បាទនេះដល់ពេលផ្លូវជាតិគ្មានសម្រាប់និងគ្មានប្លាស្ទិកមាន68នាក់ក្នុងចំណោម331នាក់គាត់ដឹងថាអានឹងគឺជាការផ្សព្វផ្សាយយុទ្ធនាការរបស់ផ្លូវជាតិគ្មានថង់ប្លាស្ទិកបាទនេះ copy អានឹងមកដាក់ចូលនឹងមកហើយតារាងរបស់យើងគឺពេលដែលយើងបានហើយយើង copy ចូលនៅក្នុង clean វាស្អាតតិចទៅណាបាទ clean វាស្អាតតិចទៅបាទហើយសំណួរទី11គឺយើងអាចដូរពីខាងក្រោមមកសំណួរទី11របស់យើង copy ខាងផ្នែកនេះបាទសំណួររបស់យើងនេះ
đọc môi dân copy ở năng máu chỉ phải sao lên bàn khai các bác được sao Excel kia dân nghi cài thì và đấy chẳng càng nghĩa bảo dưỡng với đau trăm sầm nua ti đọc muối mà vẹn homework assignment bảo dưỡng để bận tụ bảo dưỡngคือមានប៉ុណ្ណឹងក្រុម assignment បាទនេះអញ្ចឹងការងារដែលយើងបានធ្វើកន្លងមកគឺទៅប្រមូលទិន្នន័យមួយវគ្គបញ្ចូលទិន្នន័យពីរវគ្គឥឡូវចាប់តាមវិភាគលទ្ធផលហើយ apply រូបមន្តដែលយើងបានរៀននៅក្នុងថ្នាក់បាទនេះអាទិត្យក្រោយមួយទៀតយើងប្រហែលជាអត់បាននេះទេយើងឆ្ងល់អីយើងអាចសួរហើយយើងមាន quiz ផ្លូវការមួយ quiz ដើម្បីបញ្ញាអារម្មណ៍យើងថាយើងធ្វើការបង្កើតសម្រាប់អាទិត្យមួយទៀតដែលយើងត្រូវប្រឡងពីធើមកបាទអញ្ចឹងប៉ុណ្ណឹងហើយវីដេអូនេះរៀងវែងដែរ26